បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះយើងមានសម្លក់ទឹកពាំងជូរបាទឥឡូវយើងចាប់ផ្ដើមមកពិសាវិញបាទមានបន្លែមានស្លឹកបាសមានត្រីមានបាទយើងឥឡូវចាប់បានបេះស្លឹកបាសបាទឥឡូវបានបេះស្លឹកបាសពុកម៉ែបងប្អូនណាឥឡូវបេះរួចហើយយើងផ្សំមានត្រីមានទឹកពាំងជូរមានស្លឹកបាសដំណងបាទប្រហុកទេខ្ទឹមបាទបាល់ចេងទឹកត្រីស្ករសបាទឥឡូវទឹកពុះហើយយើងចាប់ដើមបងខៃចូលបាទតបងខៃហើយយើងបងប្រហុកបាទប្រហុកបាទជុំប្រហុកបាទជុំប្រហុកពុកម៉ែបងប្អូនបាទជុំបាទឲ្យប្រហុកបែកសាច់ល្អបាទពុកម៉ែបងប្អូនបាទឥឡូវវាបែកសាច់ហើយយើងយកប្រភេទនេះប្រភេទប្រហុកប្រហុកខ្ទៃសាច់បាទឥឡូវយើងដាក់អំបិលចូលបាទទៅដាក់អំបិលចូលដាក់ស្ករចូលបាទតបដាក់ស្ករចូលហើយយើងដាក់ប៊ីចេងបាទដាក់ប៊ីចេងចូលបាទទឹកត្រីបាទដាក់ទឹកត្រីចូលបាទពុកម៉ែបងប្អូនបាទដាក់គ្រប់គ្រឿងបាទដាក់តាមបាទដាក់បន្តិចទៀតបាទចេងបាទចុះក្រោយចេងបាទឥឡូវទឹកចាប់ដើមពុះយើងខ្សប់គ្រឿងហើយយើងក្របតិចសិនបាទពុកម៉ែបងប្អូនបាទឥឡូវបើកវិញទឹកពុះយើងបងត្រីចូលបាទបងត្រីចូលហើយក្របវាតិចសិនបាទដើម្បីត្រីវាឆ្អិនបាទពុកម៉ែបងប្អូនបាទឥឡូវត្រីឆ្អិនហើយចាប់ដើមដាក់ទឹកពាំងជូរចូលបាទទឹកពាំងហ្នឹងគឺប្រភេទទឹកពាំងស្រស់បាទនេះចាយើងយកទៅដាក់ត្រាំវាពី3ថ្ងៃមួយអំបិលទៅវាខ្លាយជាទឹកពាំងជូរបាទយើងបងលងបងអីចូលហើយបាទឥឡូវយើងដាក់បងស្លឹកបាសចូលម្ដងបាទឥឡូវបងរួចរាល់ហើយយើងចាប់ដើមមើលឥឡូវវាឆ្អិនបាទទៅណាពុកម៉ែបងប្អូនបាទឆ្អិនហើយយើងបិទកូនវិញបិទភ្លើងបិទអីយើងចាប់ដើមដុសមកញ៉ាំបាទពុកម៉ែបងប្អូនបាទឥឡូវបាទដុសហើយដំណើរពុកម៉ែបងប្អូនហុយយ៉ាងក្តៅមើលដំណើរពុកម៉ែបងប្អូនពុកម៉ែបងប្អូនអាចសាកបាទឥឡូវយើងរៀបចំញ៉ាំបាទពុកម៉ែបងប្អូនបាទវឹបដាក់មកឆ្ងាញ់ណាពុកម៉ែបងប្អូនបាទដល់កពុកម៉ែបងប្អូនជាតិមកពុកម៉ែបងប្អូនណាចឹងសត្វទឹកមាត់មកតែអ្នកញ៉ាំដល់ក៏ដល់ក្តៅហុយមកមួយប្រទេសស្រស់ទៀតឆ្ងាញ់បាទពុកម៉ែបងប្អូនបាទវឹបមកជាតិមកពុកម៉ែបងប្អូនបាទអូដាក់ម៉ាត់ទៀតមើលបន្លែខាងខៀវស្រស់ដំណងពុកម៉ែបងប្អូនបាទដាក់ម៉ាត់ទៀតមើលវឹបបាទដំណងឆ្ងាញ់អូចំណើអូជាតិមកពុកម៉ែបងប្អូនបាទអរគុណពុកម៉ែបងប្អូនជួបគ្នានៅវីដេអូក្រោយ